ជាដំបូងសូមជម្រាបសួរដល់លោកគ្រូនិងសួស្តីអ្នកនរគ្នាហើយអញ្ចឹងថ្ងៃនេះយើងបន្តមេរៀនរបស់យើងទៀតគឺមេរៀនទី7គឺ Band Concept ហើយអញ្ចឹងនៅក្នុងមេរៀន Band Concept នេះគ្រាន់តែយើងនិយាយដូចពីមេរៀនមុនដែរគ្រាន់តែយើងនិយាយពី concept ខ្លះៗមួយចំនួនទាក់ទងទៅនឹង wireless area network ឬក៏យើងអានពាក្យកាត់ថា Band ហ្នឹងឯងចឹងនៅក្នុង objective module objective របស់យើងគាត់ឲ្យយើងចង់ explain ទៅលើគេ explain ទៅលើ access technology ដែលវាយើងប្រើនៅសប្តាហ៍នៅក្នុង business សប្តាហ៍ហ្នឹងអញ្ចឹងនៅក្នុងហ្នឹងយើងមាន5ឬក៏5 topic ដែលយើងនិយាយគឺ content អញ្ចឹងនៅក្នុងហ្នឹងវាមាន purpose ទី1ទី2 WAN operation traditional WAN connectivity ហើយនិង modern WAN connectivity ថាតើនៅក្នុងmodern នៅក្នុងសម័យសប្តាហ៍ហ្នឹងតើ WAN wireless ហ្នឹង connectivity ហ្នឹងគឺដំណើរការដល់ណាហើយព្រោះបើយើងនិយាយខ្លីទៅតាក់ទងទៅនឹង trend ហ្នឹងឯងហើយចុងក្រោយគឺ internet based connectivity ដែលយើងនិយាយអំពីការ compare ទៅលើ internet based ទៅលើការ connect នៃ WAN ភ្ជាប់គ្នាអញ្ចឹងនៅមេរៀនទី1យើងនិយាយទៅលើ purpose អញ្ចឹង LAN ហើយនិង WAN អញ្ចឹងនៅក្នុងហ្នឹងជា concept មួយដែលយើងនិយាយបានគឺតាក់ទងទៅនឹង communication រវាង network មួយទៅរវាង network មួយដោយប្រើអានេះវាស្ថិតនៅក្នុងnetwork មួយចឹងទៅឬក៏ជាប្រភេទ enterprise campus ឬនេះហើយមួយទៀតវាតាក់ទងទៅនឹង remote site ដែលយើងធ្វើការ connect ចូលគ្នាដោយប្រើជាប្រភេទWAN ដើម្បីធ្វើការ communication គ្នាឬក៏ការ send data ឲ្យគ្នាទៅវិញទៅមកអីចឹងទៅអញ្ចឹងនៅក្នុងហ្នឹងវាមានដូចជាគេ area វាមាន connect វាមាន on វាមាន free វាមាន speed ដើម្បីធ្វើការsend data ឲ្យគ្នាទៅវិញទៅមកចឹងទៅអញ្ចឹងពាក្យពេញនៃ WAN របស់យើងគឺ wireless area network ដើម្បីធ្វើការ telecommunication network ដែល related to the large geographical area ដែលមានន័យថាជាប្រភេទnetwork មួយដែលធំចឹងទៅដើម្បីធ្វើការ connect ជាប់គ្នាអញ្ចឹងមួយទៀត private and public WAN អញ្ចឹង private WAN ហ្នឹងវាជា connection មួយដែល dedicate ទៅលើជាប្រភេទ single customer ឬក៏ជាប្រភេទឯកជនរបស់ឯកជនដែលគាត់ធ្វើការបង្កើតឡើងឬក៏ដើម្បីធ្វើការ send data ទៅវិញទៅមកចឹងទៅអញ្ចឹងនៅក្នុងហ្នឹងឬក៏ជាប្រភេទ company មួយអញ្ចឹងទៅអញ្ចឹងនៅក្នុងហ្នឹងវាមានជាប្រភេទគេវាមានprivate LAN វាមាន guarantee service level consistent bandwidth ហើយនិង security អញ្ចឹងទៅអញ្ចឹង public WAN របស់យើងគឺមានន័យថាម៉េច public WAN មានថាការ connect ទៅលើ typical provide ដោយគេ ISP អញ្ចឹង ISP វាជាប្រភេទinternet service protocol ឬក៏ជាប្រភេទជាប្រភេទ internet service provider ដែលជាប្រភេទក្រុមហ៊ុនមួយដែល survive ទៅលើដែល provide ទៅលើ internet ដើម្បីធ្វើការ communication គ្នារវាងមានថាការអាច access ទៅកាន់ internet បាននេះចឹងទៅអញ្ចឹងចូលដល់ WAN topology អញ្ចឹងនៅក្នុងហ្នឹង WAN topology ហ្នឹងគឺវាមានច្រើនប្រភេទដូចជា point to point hub to spoke dual home ហើយ fully mesh ហើយនិង partially mesh topology អញ្ចឹងនៅចំណុចមួយទៀតឬក៏ចំណុចបន្ទាប់ហ្នឹងយើងនឹងនិយាយតាក់ទងទៅនឹងលម្អិតទៅលើចំណុចនីមួយៗអញ្ចឹង point to point topology អញ្ចឹង point to point topology មានន័យថាជាប្រភេទពី end device មួយទៅ in device មួយឬក៏ជាប្រភេទពីមានន័យថាពី network មួយទៅ network មួយអញ្ចឹងទៅជាប្រភេទ end device endpoint ទៅ endpoint topology អញ្ចឹងវា operate នៅក្នុង layer 2 transport service ឬក៏ជាប្រភេទ data link layer ដែលវា operate នៅក្នុងហ្នឹងអញ្ចឹង point to point ហ្នឹងវា connect គ្នាដើម្បីធ្វើការគេ transport ឬក៏ធ្វើការ train នៅ data ឲ្យគ្នាទៅវិញទៅមកសម្រាប់ customer network អីចឹងទៅអាហ្នឹងវាតាក់ទងទៅនឹង point to point network អញ្ចឹងចូលដល់ជាបន្ទាប់គឺជាប្រភេទគេអញ្ចឹងចូលដល់ជាបន្ទាប់ជាប្រភេទ hub and spoke topology ឬក៏ជាប្រភេទដែល hub អញ្ចឹង hub មានន័យថាជាប្រភេទnetwork មួយចឹងទៅដែលគេបែងចែកទៅជាប្រភេទ spoke ឬក៏ជាប្រភេទarea network អីមួយចំនួនទៅអញ្ចឹងនៅក្នុងហ្នឹងឧទាហរណ៍ថា hub នេះវាជាប្រភេទ company មួយចឹងទៅអញ្ចឹងនៅក្នុង company ហ្នឹងបែងចែកទៅជា site ដើម្បីធ្វើការ communication គ្នាឬក៏ការ send data គ្នាចឹងទៅអញ្ចឹងនៅក្នុងនេះគេនិយាយថា spoke router can only communicate with each other through the hub router អញ្ចឹងមានន័យថា spoke ទាំងអស់នេះអាចធ្វើ communication គ្នាដោយប្រើជាប្រភេទ hub router នេះអញ្ចឹងទៅដើម្បីធ្វើការ send communication ទៅវិញទៅមកអញ្ចឹងទៅហើយមួយទៀត dual home topology អញ្ចឹង dual home topology មានន័យថានៅក្នុង service របស់យើងហ្នឹងឬក៏ជាប្រភេទ network របស់យើងហ្នឹងគឺមាននៅ
ជាប្រភេទ caseable ឬក៏ hop នឹងចំនួន2ឬក៏ជាប្រភេទ network redundant load balancing distributed computing អីចឹងទៅអញ្ចឹង network redundant ហ្នឹងមានន័យថាយើងបង្ការនៅគេឧទាហរណ៍ថានៅក្នុង network នេះចឹង network spoke A អញ្ចឹងនៅពេលដែលខ្សែឬក៏ cable ក្នុងនេះដាច់អញ្ចឹងមានន័យថា traffic មួយទៀតគាត់អាចធ្វើការ send ទៅតាមនេះបានអញ្ចឹងមានន័យថាបង្ការនៅការដាច់ឬក៏ការ interrupt នៅខ្សែណាមួយអញ្ចឹងទៅអញ្ចឹងអាហ្នឹងជាប្រភេទ dual home topology មានន័យថាជាប្រភេទយើងប្រើនៅជាប្រភេទ network ឬក៏ជាប្រភេទ router 2ដើម្បីធ្វើការ connect ដើម្បីធ្វើការបង្ការទៅលើ redundant អីចឹងទៅ redundancy អីចឹងទៅអាហ្នឹងវាស្ថិតក្នុង dual home topology ហើយអញ្ចឹងចំណុចមួយទៀតវាមានជាប្រភេទ band topology ដូចគ្នាអញ្ចឹងវាមាន fully mesh topology ហើយនិង partial mesh topology អញ្ចឹងមានន័យថា fully mesh topology ហ្នឹងមានន័យថានៅក្នុងrouter របស់យើងទាំងអស់ហ្នឹងមានន័យថាយើងធ្វើការ connect គ្នាទៅវិញទៅមកមានន័យថាចំពោះ router A យើងគាត់ធ្វើការ connect ទៅកាន់ router B ចំពោះឬក៏ទៅពី side B side C និង side D ដូចគ្នាអញ្ចឹងអាហ្នឹងក្នុងហ្នឹងគេថាជាប្រភេទ multiple visual circuit ដើម្បីធ្វើការ connect ទៅ all side ទាំងអស់នៅក្នុង topology ឬក៏ network ហ្នឹងហើយចំពោះ partially mesh ហ្នឹងគឺយើងនិយាយថាជាប្រភេទការ connectivity ប៉ុន្តែមានន័យថាចំពោះ side ខ្លះគាត់ connect ទៅប៉ុន្តែអត់មានន័យថាគាត់អត់ connect ទៅគ្រប់ side ទាំងអស់ឯងឧទាហរណ៍ថា side A គាត់ connect ទៅ side B side D ហើយនិង side C អញ្ចឹងទៅអញ្ចឹង side B គាត់ connect ទៅមក side A side B អញ្ចឹងទៅអញ្ចឹងឧទាហរណ៍តែអញ្ចឹងឧទាហរណ៍ថា side B នោះគាត់ចង់ធ្វើការ send data ពីទៅខាង side D អញ្ចឹងគាត់អាច send ពី side B មក side C គាត់អាច send ពីនឹងហើយ បាន side B គាត់ធ្វើការ transmit ទៅកាន់ side D អញ្ចឹងទៅអាហ្នឹងវាជាប្រភេទ connection partially mesh topology អញ្ចឹងទៅហើយមួយទៀត carrier connection អញ្ចឹង carrier connection ហ្នឹងមានន័យថាជាប្រភេទ service level agreement ឬក៏ SLA ហ្នឹងដើម្បីធ្វើការ connect គ្នាឬក៏ជាប្រភេទWAN design ដែលគេនិយាយអំពី organization មួយដើម្បីធ្វើការ connect គ្នាទៅវិញទៅមកដើម្បី access ទៅកាន់ internet អីចឹងទៅអញ្ចឹងអាហ្នឹងមានន័យថា organization ហ្នឹងគាត់ធ្វើការ sign នៅ service មួយដែលហៅថា service level agreement ហ្នឹងដើម្បីធ្វើការឬក៏ជាប្រភេទជាមួយនឹង service provider នេះដើម្បីជំរឿក៏ជាមួយនឹង IPS ឬក៏ ISP ឬក៏ internet service provider ហ្នឹងឯងហើយមួយទៀតនេះដូចជា service provider ហ្នឹងគាត់ធ្វើការ actual carrier មានន័យថាគាត់ធ្វើការដោយផ្ទាល់ទៅលើឬក៏មិនធ្វើការដោយផ្ទាល់ទេទៅលើ carrier connection ហ្នឹងអញ្ចឹងទៅអញ្ចឹងនៅក្នុងហ្នឹងវាមានបែងចែកទៀតវាមាន single carrier dual carrier WAN connection អីចឹងទៅអញ្ចឹងនៅក្នុងចំណុចបន្ទាប់យើងនឹងធ្វើការនិយាយលម្អិតតាក់ទងទៅនឹងជាប្រភេទ WAN ហ្នឹងឬក៏ជាប្រភេទ single area ហើយនឹង carrier ហើយនឹង dual carrier របស់យើងអញ្ចឹង single carrier មានន័យថាជាប្រភេទ carrier មួយដែលធ្វើការ connect ទៅកាន់ ISP ហ្នឹងតែមួយឯងមានន័យថាគាត់ប្រើប្រាស់នៅ ISP internet service provider ហ្នឹងតែមួយទេដើម្បីធ្វើការseparate ឬក៏ corporate ទៅលើ side របស់គាត់អញ្ចឹងនៅក្នុងនេះនៅក្នុង company ឧទាហរណ៍ថា corporate side នេះឬក៏ side PC1 PC2 នេះគាត់ធ្វើការឧទាហរណ៍ថាវាជា company មួយចុះអញ្ចឹងគាត់ធ្វើការទិញនៅ service គេមួយដើម្បីធ្វើការ provide នៅ internet របស់គាត់ដើម្បីអាច access ទៅកាន់ internet បានអញ្ចឹងអាហ្នឹងវាជាប្រភេទគ្មានថាគាត់ប្រើតែឯងអីចឹងទៅអញ្ចឹងមានន័យថាជាប្រភេទ single carrier connection ដើម្បីអាច connect មានថាពីមួយទៅមួយអញ្ចឹងទៅហើយមួយទៀត dual carrier connection ជាប្រភេទ tway ឬក៏ dual tway អញ្ចឹងមានន័យថានៅក្នុងហ្នឹងនៅក្នុង company មួយឬក៏ service មួយហ្នឹងគាត់ប្រើនៅ ISP ជំនួស2ដើម្បីធ្វើការ support ទៅលើការងាររបស់គាត់អីចឹងទៅឬក៏នៅក្នុង company ហ្នឹងគាត់ប្រើឬក៏ប្រើប្រាស់នៅ service ចំនួន2ដើម្បីធ្វើការ access ចូលទៅកាន់ internet ចឹងទៅឬក៏ជានេះគេថា network availability ឬក៏ HA ហ្នឹងឯងអញ្ចឹងចូលទៅដល់ស្លាយជ្រាបបន្ទាប់មានដូចជាevolving network អញ្ចឹង evolving network ហ្នឹងវាជាអីគេ evolving network ហ្នឹងគឺជាប្រភេទ network requirement នៃ company យើងដែលធ្វើការបដូរទៅលើ dramatically ឬក៏ជាប្រភេទ company មួយដែល crawl ទៅលើ overtime ទាំងអស់ឬក៏ការ involve ចូលគ្នានៃ network អញ្ចឹងទៅអញ្ចឹងឧទាហរណ៍នៅក្នុងហ្នឹងគេនិយាយថា a network must meet the day to day ឬក៏ operational នៃមានថា network របស់យើងហ្នឹងកាន់តែ
រីករាលធំដាល់ទៅឬក៏និយាយថាកាន់តែរីកចម្រើនទៅទៅលើការ business អីមួយចំនួនអញ្ចឹងទៅអញ្ចឹងមានថា network របស់យើងក៏អាច optimize ឬក៏ដោយជាច្រើនឬក៏ជាប្រភេទ network ដោយ design ទៅលើពឹងផ្អែកទៅលើ technique មួយចំនួនឬក៏ architect culture មួយចំនួនដែលយើងប្រើប្រាស់វាប្រចាំថ្ងៃឯនោះអញ្ចឹងទៅអញ្ចឹងចំណុចបន្ទាប់ហ្នឹងគឺនៅក្នុងចំណុច evolving network ហ្នឹងអញ្ចឹងវាមានជាប្រភេទ small network អញ្ចឹង small network ហ្នឹងឧទាហរណ៍ថាដូចជាប្រភេទគេក្នុងនេះគេដាក់ថាជាប្រភេទ topology ដែលជាប្រភេទយើង use នៅលើជាប្រភេទ single LAN ឬក៏ single local area network ហ្នឹងដើម្បីធ្វើការ connect គ្នាដោយប្រើ wireless router ដើម្បីធ្វើការ sharing ទៅលើ data ឬក៏ information ទៅវិញទៅមកអញ្ចឹងទៅអញ្ចឹងនៅក្នុងហ្នឹងមានន័យថា small network ហ្នឹងជាប្រភេទ small office មួយឬក៏ជាប្រភេទដែលមានក្នុងហ្នឹងឧទាហរណ៍ថាមានតែ employee របស់យើងហ្នឹងឬក៏បុគ្គលិកឬក៏ staff ហ្នឹងតែ2-3នាក់ដើម្បីធ្វើការ communication គ្នាអញ្ចឹងទៅអាហ្នឹងវាជាប្រភេទគេជាប្រភេទ small network មួយឬក៏ជាប្រភេទយើងអាចនិយាយថាជាប្រភេទ single LAN ហ្នឹងឯងហើយមួយទៀត campus network អញ្ចឹង campus network ហ្នឹងវាចូលជាប្រភេទគេហើយចូលជាប្រភេទ campus area network ហើយដូចជាប្រភេទ LAN ហ្នឹងដើម្បីធ្វើការ connect ចូលគ្នាទៅវិញទៅមកអញ្ចឹងអាហ្នឹងវាចូលជាប្រភេទbusiness ហើយចូលជាប្រភេទ business campus មួយហើយឬក៏ជាប្រភេទធនាគារមួយដើម្បីធ្វើការstore ទុកឬក៏ការ send data ទៅវិញទៅមកឬក៏នៅក្នុង site នីមួយៗហ្នឹងឬក៏នៅក្នុងនេះគេដាក់ថា marketing sales financial accounting engineering and production អីចឹងទៅអញ្ចឹងនៅក្នុងហ្នឹងគេបែងចែកជាផ្សាយជាគ្រប់ហើយនៅក្នុងនេះគេប្រើជាប្រភេទ firewall មួយដើម្បីធ្វើការ recording ទៅលើជាប្រភេទ traffic មួយ traffic នៃ income និង outcome ទៅលើ internet ទាំងអស់អញ្ចឹងនៅក្នុងហ្នឹងមានន័យថាអាច site ទាំងអស់ហ្នឹងគាត់អាចធ្វើការ access ទៅកាន់ internet បានឧទាហរណ៍ថានៅក្នុងហ្នឹងគេភ្ជាប់ជាប្រភេទ WAN ហើយដើម្បីធ្វើការ access ឬក៏ដើម្បីធ្វើការaccess ទៅលើការប្រើប្រាស់ internet បានអញ្ចឹងទៅអញ្ចឹងអាហ្នឹងវាជាប្រភេទ campus network ដែលយើងនិយាយផ្ដោតសំខាន់ដូចជាប្រភេទ business campus អីចឹងទៅដែលគេយកទៅប្រើប្រាស់អញ្ចឹងនៅក្នុងនោះមួយទៀតជាប្រភេទ branch network អាហ្នឹង branch network ហ្នឹងជាប្រភេទ internet ដែលយើងប្រើ WAN ហើយ wireless ហើយដើម្បីធ្វើការ communication គ្នារវាងពីធនាគារមួយឬក៏ company មួយទៅ company មួយអញ្ចឹងទៅអញ្ចឹងនៅក្នុង topology នេះយើងនិយាយថាជាប្រភេទ central office ឬក៏ជាប្រភេទ branch office remote office ឬក៏ជាប្រភេទ regional office អញ្ចឹងទៅអញ្ចឹងនៅក្នុងហ្នឹងគេធ្វើការ connect ចូលគ្នាដើម្បីធ្វើការ send ឬក៏ដើម្បីមានន័យថាការពី side to side មួយអញ្ចឹងនៅក្នុងហ្នឹងការ connect ចូលគ្នានៅក្នុង internet ដើម្បីធ្វើការsend នៅ communication គ្នាដើម្បីធ្វើការតាក់ទងគ្នាអញ្ចឹងទៅអញ្ចឹងអាហ្នឹងជាប្រភេទ branch network ហ្នឹងឯងដើម្បីធ្វើការ connect ចូលគ្នាពី company មួយទៅ company មួយឧទាហរណ៍ថា company មួយនៅប្រទេសមួយដើម្បីធ្វើការ connect ទៅ company មួយទៀតនៅក្នុងប្រទេសមួយទៀតដើម្បីមានន័យថាគឺការ transmit គ្នា access ទៅលើ internet ហ្នឹងឯងអញ្ចឹងមួយទៀត distribute network ហ្នឹងបើយើងនិយាយទៅជាប្រភេទ side to side មានន័យថានៅក្នុងហ្នឹងយើងប្រើនៅទូទាំងពិភពលោកហើយដើម្បីធ្វើការ connect ចូលគ្នានៅក្នុង network របស់យើងហ្នឹងអញ្ចឹងមានន័យថានៅក្នុងហ្នឹងវាតែបើយើងនិយាយទៅវាជាប្រភេទ VPN មួយដើម្បីធ្វើការ connect គ្នានៅលើពិភពលោកហ្នឹងហើយដើម្បីធ្វើការ communication គ្នាទៅវិញទៅមកអីចឹងទៅអញ្ចឹងអាហ្នឹងវាជាប្រភេទ distribute network បើយើងនិយាយទៅជាប្រភេទ side to side ឬក៏ remote access ហ្នឹងឯងដើម្បីធ្វើការនេះដូចក្នុងនេះគេនិយាយថាជាប្រភេទការ enable ទៅលើជាប្រភេទ company ដើម្បីធ្វើការ use ទៅលើ internet ឬក៏ការ connect ចូលគ្នាទៅវិញទៅមកអីចឹងទៅឬក៏ការធ្វើទំនាក់ទំនងគ្នាអីចឹងទៅអញ្ចឹងចូលមកដល់ចំណុចបន្ទាប់គឺចំណុចWAN standard and operation អញ្ចឹងនៅក្នុងហ្នឹង WAN standard មានន័យថាជាប្រភេទ standard wireless area network អញ្ចឹងនៅក្នុងហ្នឹងមានអីគេមានជាប្រភេទ TIA EIA ឬក៏ជាប្រភេទពាក្យពេចន៍របស់វាគឺ telecommunication industry association and electronic industrial alliance អីចឹងទៅហើយមួយទៀត ISO ឬក៏ International Organization for Standardization ហើយមួយទៀត IEEE អញ្ចឹងទៅអាហ្នឹងជាប្រភេទ standard មួយរបស់ WAN ដែលគេតែងតែប្រើប្រាស់ឬក៏ popular standard មួយដែលគេប្រើប្រាស់ក្នុង WAN អញ្ចឹងទៅអញ្ចឹងចូលមកដល់ចំណុចបន្ទាប់គឺយើងនិយាយអំពី WAN
នៅក្នុង OSI ម្ដងអញ្ចឹងមានន័យថា WAN OSI ម្ដងហ្នឹងគឺឬក៏ WAN most WAN standard ហ្នឹងគឺមានន័យថាវា operate នៅក្នុង layer ចំនួន2គឺ layer ទី1និង layer ទី2ដែលគេហៅថាជាប្រភេទ physical protocol និង data link protocol អីចឹងទៅអញ្ចឹង layer មួយ protocol នៅក្នុងហ្នឹងវាមានគេវាមាន SDA SO SO SONet ឬក៏ជាប្រភេទ DWD DWDM នេះចឹងទៅនៅក្នុងស្ថិតនៅក្នុង layer 1ឬក៏ជាប្រភេទ physical layer របស់យើងអញ្ចឹងមួយទៀតគឺ layer 2 data link layer ហ្នឹងអញ្ចឹងវាមានគេក្នុងហ្នឹងវាមាន broadband ឬក៏មាន DSL ឬក៏ជាប្រភេទ cable ដើម្បីធ្វើការ communication គ្នាដូចជាប្រភេទយើងប្រើជាប្រភេទ cable ដើម្បីធ្វើការ connect គ្នាដូចជាប្រភេទ 4J45 ឬក៏អីចឹងទៅដើម្បីធ្វើការ broadband ពីnetwork មួយទៅ network មួយចឹងទៅទី2 wireless Ethernet multi protocol ឬក៏ MPLP PPP less use អីចឹងទៅអានេះគេសិតតែគេលេងសើប្រើអស់ហើយមួយទៀត frame relay legacy អីចឹងទៅអាហ្នឹងវាស្ថិតតែនៅក្នុងជាប្រភេទ layer 2ឬក៏ជាប្រភេទនៅក្នុង data link layer របស់យើងអញ្ចឹងមួយទៀត common event topology នៅក្នុងហ្នឹងវាមានគេអញ្ចឹងមានន័យថាវាមាន specific term មួយដែលគេ describe ទៅលើជាប្រភេទ WAN connection ពីមានថា subscriber មួយ subscriber ហ្នឹងយើងនិយាយពីប្រភេទ company មួយទៅ company មួយឬជាប់ជាប្រភេទ client មួយទៅ client មួយអញ្ចឹងទៅនៅក្នុង service ឬក៏នៅក្នុង network ហ្នឹងអញ្ចឹងទៅអញ្ចឹងនេះដូចជាប្រភេទ subscriber នេះជាប្រភេទ company ឬក៏ WAN service provider ឬក៏ ISP ដើម្បីធ្វើការ provide នៅ service មួយដើម្បីធ្វើការឲ្យ company ឬក៏ subscriber នេះគាត់ធ្វើការ access ឡើងទៅ internet បានអញ្ចឹងទៅអញ្ចឹង WAN term របស់យើងវាមានគេវាមាន data terminal equipment ឬក៏ DTE data communication equipment ឬក៏ DCE ហ្នឹងអញ្ចឹងទៅមួយទៀតcustomer premises equipment ឬក៏ CPE មួយទៀត POP របស់យើងមានថា point to present មានថាពី service មួយពី point មួយអញ្ចឹងដែល subscriber ហ្នឹងគាត់ឬក៏ជា company ហ្នឹងដែលគាត់ធ្វើការ connect ទៅកាន់ service provider network ដើម្បីធ្វើការ access ទៅកាន់ internet អញ្ចឹងហើយមួយទៀត demarcation point ដែលគេធ្វើការ access ឬក៏ជាប្រភេទការ connect មួយនៅក្នុង network ហ្នឹងអញ្ចឹងនៅក្នុង wireless area network របស់យើងអញ្ចឹងមួយទៀតជាប្រភេទ WAN device នៅក្នុង WAN device ហ្នឹងយើងនិយាយពឹងផ្អែកទៅលើមាន type មួយចំនួនដែរនៅក្នុង WAN environment របស់យើងអញ្ចឹងនៅក្នុងនោះវាមានគេមាន voice band modem DSL modem CSU DSU optical converter wireless router access point ឬក៏ជាប្រភេទ WAN core device ទៅដើម្បីធ្វើការ communication គ្នាអញ្ចឹងនៅក្នុងរូបភាពនេះឧទាហរណ៍ថានៅក្នុង site នេះជាប្រភេទ company A មួយចឹងទៅអញ្ចឹង site នេះជាប្រភេទ company B ចឹងទៅអញ្ចឹងនៅក្នុង company ហ្នឹងគាត់ធ្វើការចង់ធ្វើការ communication គ្នាឬក៏ជាប្រភេទការ site A និង site B ដើម្បីធ្វើការ communication គ្នាឬក៏ការ send data ឲ្យគ្នាឬក៏ store ទុក data អីអញ្ចឹងគេត្រូវប្រើប្រាស់នៅមួយជាប្រភេទ WAN ដើម្បីធ្វើការ communication គ្នាពី site មួយទៅ site មួយហ្នឹងឯងអញ្ចឹងនៅក្នុងហ្នឹងនិយាយឲ្យខ្លីទៅគេអាចប្រើជាប្រភេទ WAN device មួយដើម្បីធ្វើការឲ្យ store ទុកឬក៏ជាប្រភេទការធ្វើ communication គ្នាទៅវិញទៅមកពី site មួយទៅ site មួយហ្នឹងឯងអញ្ចឹងចូលដល់ចំណុចបន្តទៀតជាប្រភេទ serial communication អញ្ចឹងនៅក្នុង serial communication ហ្នឹងបើយើងនិយាយឲ្យស្រួលស្ដាប់ទៅជាប្រភេទ network communication មួយដែលប្រើជាប្រភេទ series communication នេះជាប្រភេទ serial communication គេមានន័យថាពី company មួយទៅ company មួយដោយប្រើតែជាប្រភេទមានថាជាប្រភេទ connection តែមួយខ្សែទេដើម្បីធ្វើការ communication គ្នាអញ្ចឹងអាហ្នឹងជាប្រភេទ serial communication ហ្នឹងឯងអញ្ចឹងមួយទៀតជាប្រភេទអញ្ចឹងវាមាន serial វាមាន parallel អញ្ចឹង parallel មានថានៅក្នុង company ហ្នឹងមួយអញ្ចឹងទៅ company ហ្នឹងមួយទៀតគឺគេប្រើជាប្រភេទមានថាគឺការ connection គ្នាហ្នឹងគឺជាប្រភេទច្រើនខ្សែដើម្បីធ្វើការ communication គ្នាទៅវិញទៅមកអញ្ចឹងអាហ្នឹងជាប្រភេទគេជាប្រភេទ communication គ្នាដោយប្រើជាប្រភេទ parallel ហើយនិង serial ហ្នឹងឯងចឹងមួយទៀត circuit switch communication ចឹង circuit switch communication នៅពេលយើងនិយាយពី circuit switch ចឹងវាមានតែមាន packet switch មួយទៀតហើយចឹងនៅចំណុចបន្ទាប់ចឹងចំណុចទី1យើងនិយាយពី circuit switch ដែលយើងបើយើងផ្ដោតសំខាន់ទៅការ establish ទៅលើជាប្រភេទ dedicated circuit ឬក៏ជាប្រភេទ channel មួយពី endpoint ទៅកាន់ endpoint មួយទៀតដោយប្រើជាប្រភេទ wireless network របស់យើង
ហើយនៅក្នុងហ្នឹងមានថាវាមានវាថាពី side A ទៅ side B ដើម្បីធ្វើការ communication គ្នាដើម្បីធ្វើការ connecting គ្នាអញ្ចឹងវាមានតែមួយ part ទេដើម្បីធ្វើការ connect ទៅគ្នាឧទាហរណ៍ថាពី side A ដើម្បីធ្វើការ communication ទៅ side B វាអាចរត់ទៅតាម server នេះឬក៏ ISP នេះទៅតាម ISP នេះមួយទៀតឬក៏ទៅកាន់ ISP ទី4ដើម្បីធ្វើការ communication គ្នាបានអញ្ចឹងអាហ្នឹងវាជាប្រភេទ circuit switch communication ហ្នឹងឯងឬក៏មានថាជាប្រភេទមួយ part ឬក៏ជាប្រភេទមួយ part ហើយដើម្បីធ្វើការ communication គ្នាទៅវិញទៅមកអញ្ចឹងចំណុចមួយទៀតគឺ packet switch communication អញ្ចឹង packet switch communication ហ្នឹងវាមានផ្លូវច្រើនដើម្បីធ្វើការ communication គ្នាទៅវិញទៅមកអញ្ចឹងនៅក្នុង network ហ្នឹងហើយ communication ហ្នឹងmostly វាធ្វើការ implement ទៅលើជាប្រភេទ packet ដើម្បីធ្វើការ send packet ទៅវិញទៅមកអញ្ចឹងនៅក្នុងហ្នឹង segment traffic data ឬក៏ជាប្រភេទ packet ហ្នឹងដែលយើងធ្វើការ route ឬក៏ធ្វើការ share គ្នាទៅវិញទៅមកនៅក្នុង network ហ្នឹងចឹងទៅមានន័យថាវាមិនសូវថ្លៃឬហើយមួយទៀតវាអាច flexible បត់បែនបានទៅលើជាប្រភេទបត់បែនបានដោយឬក៏បត់បែនបានជាងcircuit switching មានន័យថានៅក្នុងនេះបើយើងចង់ send data ពី SOV1 ទៅកាន់ SOV2 អញ្ចឹងនៅក្នុងនោះវាមានផ្លូវច្រើនដើម្បីធ្វើការdelivery ទៅមានន័យថា send ពី S មានន័យថាបើយើង side ពី side A ទៅ side B អញ្ចឹងមានន័យថាវាមានផ្លូវច្រើនដើម្បីធ្វើការ send ទៅអញ្ចឹងទៅអញ្ចឹងឧទាហរណ៍ថានៅក្នុងនេះវាមានផ្លូវច្រើនឧទាហរណ៍ថាវាចង់ទៅផ្លូវនេះក៏បានផ្លូវនេះក៏បានហើយផ្លូវនេះក៏បានហើយតាមផ្លូវទៅនេះក៏បានអញ្ចឹងវាមានផ្លូវច្រើនដើម្បីធ្វើការ communication គ្នាអញ្ចឹងទៅអញ្ចឹងបានគេនិយាយថាវា more flexible ជាង circuit switching អញ្ចឹងទៅហើយមួយទៀតគឺជាប្រភេទ SDH ឬក៏ជាប្រភេទ SONET ហ្នឹងឯងដែលយើងនិយាយពីចំណុចមុនអញ្ចឹងអាហ្នឹងវាជាប្រភេទ service provider network ហ្នឹងឯងដែលយើងប្រើជាប្រភេទគេក្នុងហ្នឹងយើងនិយាយពី cable ដែលប្រើជាប្រភេទ fiber optic ដើម្បីធ្វើការ communication គ្នាឬក៏ជាប្រភេទការ transport user data between destination ឬក៏អីចឹងទៅអញ្ចឹងនៅក្នុងហ្នឹងមិនថាបើយើងមិនបានយើងប្រើជាប្រភេទORJ45 អីចឹងទៅដើម្បីធ្វើការ communication ឬក៏ការ send data គ្នាអញ្ចឹងនៅក្នុងហ្នឹងជាប្រភេទខ្សែ coaxial យើងប្រើជាប្រភេទក្បាលកឹប ORJ45 ហ្នឹងអញ្ចឹងមានន័យថាយើងធ្វើការ send communication គ្នាបានតែនៅក្នុង network អីបាទ network អីចឹងទេអញ្ចឹងឧទាហរណ៍ថាបើយើងចង់ send ឆ្លងពី tweet មួយទៅ tweet មួយអញ្ចឹងយើងត្រូវប្រើជាប្រភេទ fiber optic ហ្នឹងឯងដើម្បីធ្វើការ communication គ្នាអញ្ចឹងនៅក្នុងហ្នឹងlayer មួយ standard របស់យើងវាមានគេវាមាន SDA វាមាន SONET ដើម្បីធ្វើការ communication គ្នាអញ្ចឹងទៅអញ្ចឹងអា SDA ហ្នឹងជាប្រភេទនេះពាក្យពេចន៍របស់វាដើម្បីធ្វើការ communication គ្នាហ្នឹងឯងអញ្ចឹង 7.3 traditional WAN connectivity អញ្ចឹងន័យថានៅក្នុងហ្នឹងគេបែងចែកជា2ដើម្បីធ្វើការ communication គ្នាពីមួយទៅមួយអញ្ចឹងវាមាន dedicated និង switch អញ្ចឹងនៅក្នុង dedicate ហ្នឹងវាមាន less line វាមានគេចឹងទៀតចឹងទៅដើម្បីធ្វើការ connect គ្នាទៅវិញទៅមកហើយអញ្ចឹងLAN និយាយថា LAN ហ្នឹងវា appear នៅក្នុងឆ្នាំ1980ដើម្បីធ្វើការ communication គ្នាអញ្ចឹងឯងអញ្ចឹងនៅក្នុង switch ហ្នឹងមួយទៀតអញ្ចឹងនៅក្នុង switch មានដូចដែលយើងបាននិយាយអញ្ចឹងវាមាន circuit switch វាមាន packet switch ដើម្បីធ្វើការ communication គ្នាទៅវិញទៅមកអញ្ចឹងទៅហើយនៅក្នុង circuit switch ហ្នឹងវាមានបន្តទៀតវាមានគេ legacy វាមាន frame relay ATM អញ្ចឹងទៅដើម្បីធ្វើការ communication គ្នាទៅវិញទៅមកអីអញ្ចឹងទៅអញ្ចឹងវាយើងផ្ដោតសំខាន់មួយទៀតមានថា switch service ហ្នឹងជាប្រភេទដែលប្រើប្រាស់ communication គ្នាទៅវិញទៅមកហ្នឹងដោយប្រើជាប្រភេទ service provider ហ្នឹងឯងហើយមួយទៀតcommon WAN terminology ជាប្រភេទ point to point line អញ្ចឹងនៅក្នុងហ្នឹងវា less line ដែលវាស្ថិតនៅក្នុងស្ថិតនៅក្នុងចំណុចមុននេះជាចំណុចdedicated អញ្ចឹងនៅក្នុងហ្នឹងវាមាន2វាមាន T carrier និង E carrier អញ្ចឹង T carrier យើងប្រើប្រាស់នៅក្នុងNorth America កូរ៉េខាងជើងអាមេរិកខាងជើងឬក៏ជាប្រភេទT ហ្នឹង T1 ដែលវា support ទៅលើ bandwidth 1.5 មេហើយ T3 វា support ទៅលើ bandwidth របស់យើង43 មេអញ្ចឹងទៅអញ្ចឹង E carrier អញ្ចឹង E1 វា support ទៅលើ bandwidth របស់យើង2មេហើយ E3 វា support ទៅលើ bandwidth របស់យើង34 MB អញ្ចឹងទៅអាហ្នឹងវាស្ថិតនៅក្នុង carrier នីមួយៗទេអញ្ចឹងនៅក្នុង
ចំណុចបន្ទាប់ទៀតវាមានអីគេវាអញ្ចឹងនៅក្នុងហ្នឹងវាតែងតែមានអត្ថប្រយោជន៍ឬក៏គុណសម្បត្តិនិងគុណវិបត្តិហើយអញ្ចឹងគុណវិបត្តិរបស់វាមាន simplicity ឬក៏ point to point network ហ្នឹងមានថាការធ្វើ communication គ្នាទៅវិញទៅមកហ្នឹងមានថា minimal enterprise to install and maintain មានថាវាងាយស្រួលក្នុងការដំឡើងនិងធ្វើការ maintain គ្រប់គ្រងទៅលើជាប្រភេទ network របស់យើងមួយទៀត quality មានថា point to point network ហ្នឹងវាទទួលបាននៅ high quality service ដែលពួកគេមានធ្វើការ install មួយទៀត availability អញ្ចឹង disadvantage របស់គេគឺមានថាគឺចំណាយលុយច្រើនដើម្បីធ្វើការ build ទៅលើnetwork របស់យើងហ្នឹងឬក៏ជាប្រភេទវាថ្លៃក្នុងការ build ទៅលើជាប្រភេទ WAN access ហ្នឹងមួយទៀត limited flexibility នេះថា WAN ទាំងអស់ហ្នឹងវាអាចបត់បែនបានអីចឹងទៅនៅក្នុងវាថាអាចបត់បែនបានមានដែនកំណត់ឯដែរនៅក្នុងការហ្នឹងហើយក្នុងនោះមានន័យថា bandwidth ហ្នឹងក៏វាឡើង seldom match ទៅលើ exactly ដូចគ្នាចឹង circuit switch option វាមានពីរដែរដូចគ្នាមាន public service telephone វាមានintegrate service digital network ចឹងនៅក្នុងនោះមានន័យថាការ send message ជាប្រភេទ voice public service telephone network ដូចជាប្រភេទការ call ទៅលើ phone ការធ្វើការ send ជាប្រភេទសំឡេងទៅវិញទៅមកឬក៏ការទំនាក់ទំនងគ្នារវាង device មួយទៅ device មួយនេះទី2គឺ integrate service digital network មានថាជាប្រភេទ circuit switching topology មួយដែលមានថាការអនុញ្ញាតឲ្យជាប្រភេទ loop នេះដូចនេះជាប្រភេទ local loop ដែលយើងនិយាយជាប្រភេទ carry ទៅលើ digital signal ដើម្បីធ្វើការ communication គ្នាចឹង packet switch នៅក្នុងហ្នឹងវាមានពីរដូចគ្នាវាមាន frame relay វាមានAGM ដើម្បីធ្វើការ communication គ្នាចឹង frame relay វាជាប្រភេទnon broadcast ឬក៏ជាប្រភេទ NB-MA ហ្នឹងដើម្បីធ្វើការ communication គ្នាទៅវិញទៅមកហើយមួយទៀតគឺ AGM ហ្នឹងមានថាការcapable ឬក៏ជាប្រភេទការ transfer ទៅលើ voice ពីក្នុងអញ្ចឹងការ transfer ទៅលើ voice video ឬក៏ data ជាប្រភេទ private ឬក៏ public network ចឹងឯងចឹងនៅក្នុងហ្នឹងបើយើងនិយាយចំទៅជាប្រភេទការ transfer communication គ្នាដោយប្រើជាប្រភេទសំឡេងឬក៏ video ចឹងទៅអាហ្នឹងវាស្ថិតនៅក្នុង packet switch option របស់យើងចឹងចំណុចទី4 7.4 modern WAN connectivity ចឹង modern WAN របស់យើងហ្នឹងកាន់តែនិយាយថា option វាកាន់តែ traditional កាន់តែតន់ trend ទៅមានថាកាន់តែរីកចម្រើនទៅហើយអញ្ចឹងនៅក្នុងហ្នឹងក្នុង enterprise មួយមានថាការ connect ចូលគ្នាហ្នឹងឥឡូវអាចប្រើជាប្រភេទ company មួយទៅកាន់company មួយទៅកាន់ service provider មួយក៏ company មួយទៅកាន់ service provider មួយទៀតដើម្បីធ្វើការ connect គ្នាទៅកាន់enterprise មួយទៀតឬក៏ជាប្រភេទ network ដទៃទៀតដើម្បីធ្វើការ communication គ្នាដោយប្រើជាប្រភេទ WAN អញ្ចឹងទៅឬក៏គេអាចaccess ចូលទៅកាន់ internet ដើម្បីធ្វើការ communication គ្នាទៅវិញទៅមកទីបន្ទាប់គឺ modern WAN connectivity option ចឹងនៅក្នុងនោះវាមានវាមាន dedicated broadband មាន packet switch មាន internet based broadband អីចឹងទៅអញ្ចឹងមិញវាមានតែ dedicated និង switch វាមានហើយមួយទៀតមាន packet ដើម្បីធ្វើការបែងចែកគ្នាអញ្ចឹងនៅក្នុងនេះវាមានមួយទៀតវាមាន internet based អញ្ចឹងនៅក្នុងវាមាន broadband VPN អញ្ចឹងមានថា VPN ក្នុងហ្នឹងដើម្បីធ្វើការ communication គ្នាវាបែងចែកជាពីរទៀតក្នុង VPN ហ្នឹងវាមាន side to side network និងមួយទៀតវាមានជាប្រភេទremote access អីចឹងទៅអាហ្នឹងនៅក្នុងហ្នឹងអញ្ចឹង Ethernet WAN មានន័យថាការប្រើប្រាស់ខ្សែដើម្បីធ្វើការ communication គ្នាអញ្ចឹងនៅក្នុងហ្នឹងគេប្រើជាប្រភេទ fiber optic cable ហ្នឹងឯងដើម្បីធ្វើការ communication គ្នាទៅវិញទៅមកហើយមួយទៀតដូចជាប្រភេទដូចជាប្រភេទ WAN service ដែលមានហ្នឹងឬក៏ជាប្រភេទក្រុមហ៊ុន service នៃ WAN របស់យើងហ្នឹង Ethernet WAN របស់យើងចូលវាមានមានMetropolitan Ethernet ឬក៏ Metro E Ethernet over MP LS ឬក៏ EO MPLS ហ្នឹងឯងមួយទៀត VPN របស់យើងហ្នឹងក៏ VPN service របស់យើងហ្នឹង VPL service របស់យើងហើយនៅក្នុងហ្នឹងវាមានក៏មានថា server bandwidth benefit មួយចំនួនដែរដូចជាពេល reuse លើ expand និង admin ឬក៏ការងាយស្រួលទៅលើការ integrate ឬក៏ការinstall ទៅលើ network របស់យើងនឹងអញ្ចឹងទៅ
ដូចជាប្រភេទinternet band របស់យើងហ្នឹងអញ្ចឹងមួយទៀត MPLS អញ្ចឹង MPLS ហ្នឹងជាប្រភេទគេ MPLS ហ្នឹងវាជាប្រភេទគេជាប្រភេទ high performance មួយដែល service provider ហ្នឹងគាត់ធ្វើការ access ឬក៏ការ service ទៅលើ WAN routing technology មួយដើម្បីធ្វើការconnect គ្នាទៅវិញទៅមកដោយ client ធ្វើការ access ទៅវិញទៅមកអញ្ចឹងទៅណាវាជាប្រភេទ MPLS ឬក៏ multi protocol label switching ដើម្បីធ្វើការ communication គ្នាទៅវិញទៅមកអញ្ចឹងនេះគឺជាប្រភេទtopology មួយដែលគេនិយាយពី MPLS cloud ឬក៏ជាប្រភេទ MPLS ហ្នឹងឯងដើម្បីធ្វើការ communication គ្នាពីខ្សែមួយទៅខ្សែមួយចឹងទៅអញ្ចឹងនេះគេប្រើជាប្រភេទ DLS ប្រើជាប្រភេទ cable ដើម្បីធ្វើការ communication គ្នាឬក៏មួយទៀត MPLS ហ្នឹងវា support ទៅលើ client មួយដែល access ទៅកាន់ method គឺជាការប្រើ cable អញ្ចឹងទៅដូចជា Ethernet cable ឬក៏ជាប្រភេទ frame relay អញ្ចឹងទៅមួយទៀតការ encapsulate ទៅលើគេ all type protocol ទាំងអស់ដូចជាប្រភេទIPv4 ឬក៏ IPv6 traffic ដែលវា operate នៅក្នុង layer 3 នៃ OSI នេះគឺ network layer របស់យើងមួយទៀតមានថា MPLS router ហ្នឹងជាប្រភេទ label switch router មួយឬក៏ជាប្រភេទ LSOS ដើម្បីធ្វើការ router ឬក៏ធ្វើការ route នៅ message ទៅកាន់ខ្សែមួយទៅកាន់ខ្សែមួយអញ្ចឹងទៅនេះមួយទៀតគឺជាប្រភេទគេ QoS support ឬក៏ជាប្រភេទ traffic engineering ឬក៏ជាប្រភេទ redundancy ឬក៏ VPN ហ្នឹងឯងអញ្ចឹងដូចមិញហ្នឹង VPN វាមាន2ផ្នែកអញ្ចឹងទៅអញ្ចឹងចូលមកដល់ចំណុច 7.5 គឺយើងនិយាយអំពី internet based connectivity ឬក៏ជាប្រភេទដែលយើងនិយាយទៅជាប្រភេទ internet based connectivity option មួយចំនួនអញ្ចឹងនៅក្នុងនោះវាមាន2 option វាមានគេខ្លះដូចជាប្រភេទIBCO ឬក៏ជាប្រភេទ internet based connectivity option ហ្នឹងឯងដែលយើងនិយាយអំពីគេអំពី alternative ឬក៏ជាប្រភេទដែលគេប្រើជាប្រភេទ dedicated band option វាមានច្រើន option អញ្ចឹងទៅអញ្ចឹងនៅក្នុងនោះវាមាន2 option វាមានwire option ហើយនិង wireless option អញ្ចឹង wire option គឺជាការប្រើជាប្រភេទ cable ឬក៏ copper ឬក៏ជាប្រភេទ fiber ដើម្បីធ្វើការ provide នៅ consistent bandwidth មួយអញ្ចឹងទៅឬក៏ជាប្រភេទ consistent bandwidth នោះឧទាហរណ៍ថានៅក្នុង service ហ្នឹងគេមានថាគាត់ provide នៅcompany ហ្នឹងប្រហែលមេឬក៏ប្រហែលមេកបាច់អញ្ចឹងទៅដើម្បីធ្វើការ simulate ឬក៏ run ទៅលើ company ហ្នឹងអញ្ចឹងទៅដើម្បីធ្វើការ share ឬក៏ speed បើយើងនិយាយទៅជា speed នៃការធ្វើ communication គ្នាទៅវិញទៅមកហើយមួយទៀត wireless option អញ្ចឹង wireless option មានន័យថាគឺជាប្រភេទការប្រើជាប្រភេទ wireless អត់ខ្សែតែវាមានថា less expensive វាមិនសូវថ្លៃមែនទេដើម្បីធ្វើការ implement ឬក៏ compare ទៅលើជាប្រភេទ wire ហ្នឹងដើម្បីធ្វើការ communication គ្នាហើយមួយទៀតwireless ហ្នឹង signal ហ្នឹង you can be negatively affected by factors such as distance from radio tower interference from other soft and feeder ហ្នឹងឯងដែលបាននិយាយមួយអញ្ចឹងវាគឺវាមានថាវាងាយស្រួលក្នុងការsend ឬក៏ send អីទៅវិញទៅមកអញ្ចឹងទៅហើយមួយទៀតមានថាវា less expensive ជាង wire ដើម្បីធ្វើការ communication គ្នាអញ្ចឹងនៅក្នុងនោះ internet base វាចែកចេញពីនេះវាមាន broadcast VPN ហើយនៅក្នុង broadcast VPN ហ្នឹងឬក៏ជាប្រភេទនៅក្នុង internet base ហ្នឹងវាចែកចេញវាបែងចែកជា2ដូចគ្នាជាប្រភេទ wire និង wireless ហ្នឹងឯងហើយមួយទៀតDSL technology ដែលយើងនិយាយអំពីគេនិយាយអំពី speed ដែរដើម្បីធ្វើការ communication ឬក៏ជាប្រភេទ high speed មួយដើម្បីធ្វើការ send data ទៅវិញទៅមកឬក៏ connection មួយ topology that use existing wire pair telephone line to provide IP service to user ហើយហ្នឹងហើយវានិយាយទៅវាជាប្រភេទការ transfer data មួយដែលវា depend ទៅលើប្រវែងដែរដើម្បីធ្វើការឬក៏នេះថាបើយើងនិយាយខ្លីទៅការធ្វើdigital subscriber line នេះថាជាប្រភេទ local loop មួយដើម្បីធ្វើការ communication គ្នាឬក៏ជាប្រភេទនៅក្នុង condition មួយណាតែឬក៏នៅក្នុង condition មួយដើម្បីធ្វើការ communication គ្នាដោយប្រើជាប្រភេទ cable ឬក៏ cabling ដើម្បីធ្វើការ send data គ្នាទៅវិញទៅមកឬក៏ធ្វើការទំនាក់ទំនងគ្នាដោយប្រើជាប្រភេទ
វាដូចជា upstream ឬក៏ downstream អីចឹងទៅឬក៏ ADSL data ដើម្បីធ្វើការ communication គ្នានេះដូចជាប្រភេទ speed របស់យើងអីចឹងទៅហើយមួយទៀតDSL connection អញ្ចឹងអាហ្នឹងវាដូចជាប្រភេទ speed មួយដែរទេអញ្ចឹងអានេះគាត់តែយើងនិយាយពីអំពី connection របស់វាអញ្ចឹង service provider របស់យើងដែលធ្វើការ connection ហ្នឹងជាប្រភេទ loop local loop ដើម្បីធ្វើការ communication គ្នាទៅវិញទៅមកអញ្ចឹងទៅហើយមួយទៀត DSL ហើយនិង TPP ឬក៏ជាប្រភេទការ operate នៅក្នុង layer 2របស់យើងនៅក្នុង layer 2ហ្នឹងដើម្បីធ្វើការ broadband ឬក៏ DSL connection ហ្នឹងអញ្ចឹង TPP របស់យើងឬក៏ PPP ហ្នឹងអាចធ្វើការ use ទៅលើ authenticate subscriber បានហើយទី2មានថាការ assign ទៅលើ public IP address របស់យើងហ្នឹងគឺ Internet Protocol version 4របស់យើងទៅកាន់ subscriber ឬក៏ company របស់យើងអីចឹងទៅហើយមួយទៀតមានថា PPP ហ្នឹង provide នៅ quality មួយចំនួនឬក៏ quality management ទៅលើfeature មួយចំនួនទៅលើ quality អីចឹងទៅអញ្ចឹងនៅក្នុងហ្នឹងវាមាន2ទៀតគេបែងចែកមាន host with TPP OP client ហើយនិង router TPP OE client អញ្ចឹងទៅអញ្ចឹង cable technology អញ្ចឹងនៅក្នុងចំណុច cable technology នេះគឺគ្រាន់តែចង់និយាយអំពីការ connect ភ្ជាប់គ្នាពី network មួយទៅ network មួយឬក៏ជាប្រភេទខ្សែមួយទៅខ្សែមួយដែលប្រើច្បាស់ជាប្រភេទ cable ទេឬក៏ជាប្រភេទនេះ coaxial cable ឬក៏ជាប្រភេទ fiber optic ហ្នឹងឯងដើម្បី provide ទៅលើជាប្រភេទ IP service ទៅកាន់ user របស់យើងអញ្ចឹង optical fiber អញ្ចឹងនៅក្នុងហ្នឹងគេនិយាយពីជាប្រភេទ fiber optic ហ្នឹងឯងអញ្ចឹងក្នុងហ្នឹងវាមានគេ fiber to the home fiber to the building fiber to the node ឬក៏ជាប្រភេទ neighborhood អីចឹងទៅអាហ្នឹងនិយាយគេនិយាយអំពី fiber ដើម្បីធ្វើការភ្ជាប់គ្នាទៅវិញទៅមកហ្នឹងហើយមួយទៀតគឺប្រភេទ wireless internet based broadcast band ឬក៏ជាប្រភេទ broadband អញ្ចឹងនៅក្នុងហ្នឹងមានថាវាអត់មាន license ទេដើម្បីធ្វើការប្រើប្រាស់វាឬក៏ជាប្រភេទគឺមានន័យថាវាអត់សូវមានវាគេនិយាយហ្នឹងថា unlicensed ដើម្បីធ្វើការ communication គ្នាទៅវិញទៅមកឬក៏ការ send ឬក៏ការ receive data ទៅវិញទៅមកអីហ្នឹងឯងអញ្ចឹងនៅក្នុងហ្នឹងវាមាន2ដែរវាមានmunicipal Wi-Fi មានគេ cellular satellite internet វាមាន WiMAX អញ្ចឹងទៅដើម្បីធ្វើការ communication គ្នាជាប្រភេទ wireless internet based broadband មកយើងហើយអញ្ចឹង VPN technology របស់យើងអញ្ចឹងនៅក្នុងហ្នឹងគេនិយាយពីគេនៅក្នុងហ្នឹងគេអាចនិយាយពី VPN មួយឬក៏ជាប្រភេទ address security concern វាជាប្រភេទ private វាជាប្រភេទ private network របស់យើងដើម្បីធ្វើការ communication គ្នាឬក៏ជាប្រភេទការ remote ពី office worker មួយដែលប្រើ broadband service ដើម្បីធ្វើការ access ចូលទៅកាន់ WAN ឬក៏ internet អីចឹងទៅហើយមួយទៀត VPN ហ្នឹងក៏គេ encrypt នៅ connection ដែលរវាង private network ដូចបាននិយាយចឹងគឺក៏ជាប្រភេទ private network ទៅកាន់ជាប្រភេទ public network របស់យើងចឹងទៅអញ្ចឹងនៅក្នុងហ្នឹងវាមាន several benefit មួយចំនួនដែរដូចជាប្រភេទគេ cost saving មានថានៅពេលដែលយើងធ្វើអញ្ចឹងវាធ្វើការ save ទៅលើ money របស់យើងដែរទី2គឺ security វាន័យថាវាមានសុវត្ថិភាពទៅលើជាប្រភេទ cyber ឬក៏ជាប្រភេទ technology របស់យើងវាមានសុវត្ថិភាពទៅលើ security របស់យើងមួយចំនួនដែរទី3គឺ scalability យើងអាច collaboration ទៅលើជាប្រភេទមានថាយើងអាច control ទៅលើជាប្រភេទ large amount នៃ capacity ទី4compatibility ជាមួយនឹង broadband topology technology អញ្ចឹងទៅហើយមួយទៀត VPN វាដូចជាបាននិយាយអញ្ចឹងវាបែងចែកជាពី side to side និង remote access អញ្ចឹង side to side នេះមានន័យថាការ connect ពីចូលគ្នាអំពី client មួយទៅកាន់ client មួយឬក៏ជាប្រភេទ company មួយទៅ company មួយអញ្ចឹងទៅអញ្ចឹងមួយទៀតគឺ remote access មានថាដូចនៅក្នុងចំណុចនេះអញ្ចឹងមានថា VPN ហ្នឹងគេអាចប្រើជាប្រភេទ encrypt connection មួយនៅក្នុង remote access ហ្នឹងដើម្បីធ្វើការ connect អំពីមានថាពីប្រភេទ local place របស់យើងឬក៏ local area របស់យើងទៅកាន់ public network ណាមួយចឹងទៅហ្នឹងជាប្រភេទ remote access នៅក្នុងចំណុច VPN របស់យើងអញ្ចឹងនិយាយខ្លីទៅ VPN វាមាន2មាន side to side និង remote access របស់យើងអញ្ចឹងមួយទៀត ISP connectivity option
ដែលវាមាន2ដូចគ្នាnóមាន2មាន4មាន single home មាន dual home មាន multi home មាន dual home មាន dual multi home អញ្ចឹង single home មានន័យថាការ connect ពី client មួយទៅកាន់ ISP មួយហ្នឹងតែមួយខ្សែមួយ connectivity ទេទៅពេល dual home មានន័យថានៅក្នុងហ្នឹងclient មួយគាត់ connect ទៅ ISP មួយគាត់ប្រើជា page connection ចំនួន2ខ្សែអញ្ចឹងទៅហើយជា page multi home មានន័យថានៅក្នុងហ្នឹងហើយ client មួយហ្នឹងគាត់ប្រើជា page switch 2ដើម្បីធ្វើការ communication គ្នាអញ្ចឹងទៅឬក៏ដើម្បីធ្វើការ access ទៅកាន់ internet ហើយមួយទៀត dual multi home អញ្ចឹងនៅក្នុងហ្នឹងវាដូចតែជាប្រភេទ multi home ទេប៉ុន្តែនៅក្នុងហ្នឹងហើយ client មួយហ្នឹងគាត់ប្រើប្រាស់ទៅកាន់ switch មួយហ្នឹងដោយប្រើជា page connection ពីខ្សែអញ្ចឹងទៅវិញទៅមកអាហ្នឹងវាស្ថិតនៅក្នុងចំណុចទាំងអស់ហ្នឹងហើយចំណុចបន្ទាប់ដូចជាប្រភេទគេ broadband solution comparison អញ្ចឹងនៅក្នុងហ្នឹងយើងជាភេទការ connection គ្នាទេនៅប្រើ cable ប្រើ DSL ប្រើ fiber to home ឬក៏ភេទ cellular អញ្ចឹងទៅឬក៏យើងប្រើជាភេទហើយ municipal Wi-Fi ឬក៏ satellite ដើម្បីធ្វើការយើងនិយាយទៅយើងនិយាយប្រើប្រាស់ទៅជាភេទ service មួយដែលយើងប្រើប្រាស់ហ្នឹងជាភេទ WAN wireless area network របស់យើងហ្នឹងឯងអញ្ចឹងចូលមកដល់ជំនាញគឺមេរៀនទី7របស់យើងគឺចាប់តែប៉ុណ្្នឹងឯងគឺជាប្រភេទ wireless LAN អញ្ចឹងនៅក្នុងមេរៀននេះគឺយើងគ្រាន់តែនិយាយពី concept មួយចំនួនទេនៅក្នុង wireless ឬក៏ជាប្រភេទ WAN concept របស់យើងអញ្ចឹងចំណុចមេរៀនទី7នេះក៏ឈានចូលដល់ទីចប់អញ្ចឹងអរគុណលោកគ្រូនិងសួរអរគុណលោកគ្រូនិងជំរាបលាដល់អ្នកនរគ្នាដែលបានទស្សនានៅការ present របស់ខ្ញុំ